Channel Win តែសុនិទានរឿងខ្មែរសូមជូនរឿងទួលបច្ឆានិគមជនបទមួយកន្លែងមានបច្ឆាចំណាស់មួយដែលអ្នកភូមិសង់ឡើងជាយូរណាស់មកហើយទុកសម្រាប់ដុតខ្មោចមិនថាខ្មោចប្រុសឬស្រីចាស់ឬក្មេងនោះឡើយឲ្យតែរលត់ផុតជីវិតបាត់ទៅបើមើលទៅអមសងខាងនីតិបច្ឆានេះមានភ្នោខ្មោចជនកំសត់ទុរគតជាច្រើនដែលគ្មានបងប្អូនកូនចៅមិនដឹងយកទៅទីណានោះទើបអ្នកភូមិយកមកបូជារួចបញ្ចុះនៅទីបច្ឆានេះតែម្ដងនៅខាងមុខមានដើមអំពិលទឹកបារាំងធំធំពីរដើមរីឯរបងព័ទ្ធជុំវិញទៅដោយបន្លាលួសយ៉ាងមាំទាំនៅទីនោះផងដែរឲ្យតែមានមនុស្សធ្វើដំណើរឆ្លងកាត់នៅពេលយប់កាលណាហើយពួកគាត់តែងតែប្រទះឃើញវិញ្ញាណខ្មោចជាច្រើននៅទីទួលបច្ឆានោះប្រណែងរណោងពាសពេញដើមអំពិលទឹកពេលខ្លះគេឃើញមានខ្មោចស្រីកំពុងតែយូលកូននៅក្នុងអង្រឹងរួចបំពេយ៉ាងក្រលួចគួរឲ្យខ្លាចបំផុតធ្វើឲ្យអ្នកដែលបានឃើញវិញ្ញាណខ្មោចទាំងនោះហើយពេលទៅដល់ផ្ទះវិញដេកឈឺរង្គោះសក់ពីរ3ថ្ងៃឯអ្នកខ្លះទៀតខ្លាចរហូតដល់ថ្នាក់ស្លាប់ក៏មានយូរទៅអ្នកស្រុកអ្នកភូមិគ្រប់គ្នាលែងហ៊ានធ្វើដំណើរឆ្លងកាត់ទីនេះតែម្ដងដោយធ្វើផ្លូវវាងព្រៃនេះជំនួសវិញអ្នកដែលហ៊ានដើរឆ្លងកាត់ផ្លូវនេះមានតែអ្នកចំណូលថ្មីតែប៉ុណ្ណោះដែលមិនដឹងថាទីបច្ឆានេះមានខ្មោចលងនោះឡើយនៅថ្ងៃបន្តបន្ទាប់មកទៀតមានបុរស2នាក់បានដើរឆ្លោះកង្កែបនៅម្ដុំទួលបច្ឆានោះអ្នកទាំងពីរដើរបណ្ដើរនិយាយគ្នាពីនេះពីនោះបណ្ដើរចុំលោកបងជ័យមិនបានលោកបងនាំខ្ញុំមកឆ្លោះនៅម្ដុំទីបច្ឆានេះអញ្ចឹងលោកបងអត់ដឹងទេថានៅទីនេះមានខ្មោចលងអើយបើរវល់តែខ្លាចខ្មោចដូចឯងអញ្ចឹងអត់រមហូបស៊ីក៏គង់តែដាច់ខ្យល់ងាប់ដូចគ្នាហ្នឹងរកម្ដុំនេះហើយវាមានកង្កែបច្រើនព្រោះអត់មានអ្នកហ៊ានមករកនៅទីនេះទេលោកបងខ្ញុំដូចជាមិនសូវស្រួលសោះរៀងព្រឺឆ្អឹងខ្នងអាម៉េចមិនដឹងទេនេះគិតថាពួកយើងទៅរកកន្លែងផ្សេងទៅហីបងថាមកតាមតែអញមកអូតាមលោកបងជ័យមកក្តារចុះអញ្ចឹងមិនដឹងថាហេងឬមួយក៏សយទេនេះបន្ទាប់ពីនិយាយគ្នាហើយពួកគាត់ទាំងពីរបានដើរមកដល់ទីនោះល្មមខណៈនោះពូជ័យគាត់ក៏បានឆ្លោះឃើញភ្នែកអ្វីមួយយ៉ាងផ្លុងនៅក្រោមដើមអំពិលទឹកដោយគាត់មើលមិនសូវច្បាស់គាត់ក៏ហៅពូជឿនឲ្យមកជួយមើលអាជឿនមកជួយមើលអញតិចមើលថាភ្នែកនោះគឺជាភ្នែកកែបឬមួយក៏ភ្នែកគក់ទេលោកបងខ្ញុំមើលដូចជាមិនសូវច្បាស់សោះលោកបងដើរទៅមើលបន្តិចទៅមើលពេលនោះពូជ័យក៏បានដើរសម្ដៅទៅមើលឲ្យចិត្តលុះពេលទៅដល់ហើយពួកគាត់ទាំងពីរនឹកស្មានមិនដល់ថានោះគឺជាក្បាលខ្មោចពូជឿននិងពូជ័យឈរញ័រជើងទន្ទ្រើតនិយាយក៏មិនចេញបានត្រឹមធ្វើថ្មិញស្ញេញខ្មោចនោះក៏សួរទៅថាមិនហើយពូច្បាស់នៅប្រយ័ត្នជន់ខ្ញុំណាពូពេលនោះពូជ័យគាត់ក៏ឆ្លើយទៅវិញថាច្បាស់ហើយមានតែក្បាលទៀតអញអើយនៅមិននៅមកឲ្យខ្មោចលងទាល់តែបានដល់ត្រឹមនឹងពូជ័យគាត់ក៏ទាត់ក្បាលខ្មោចនោះមួយជើងផ្លោងហោះទៅលើមេឃអំពិលទឹកបារាំងមិនបងអង្គយូរពួកគាត់ទាំងពីរដាក់មេផាយរត់ប្រផាសប្រភីងមិនងាកក្រោយសូម្បីតែបន្តិចទន្ទិញអស់ហើយសត្វធរដែលចាំទាំងអម្បាម៉ាន
លុះថ្ងៃក្រោយមកទៀតមានបរិសសម្បុរខ្មៅស្រអែមសក់រួញអង្គាដីបានជិះម៉ូតូអាសង្ឃបិចសេរីចាស់ដឹកសម្ភារៈសំពីងសំពងរួចអំពាវនាវថាមុងភួយរេមុងភួយស្អាតបងប្អូនមីងមៀមានអ្នកណាត្រូវការមុងភួយដែររេបរិសម្នាក់នោះគឺជាជនជាតិឥណ្ឌាមានមុខរបរជាអ្នកលក់មុងភួយដឹកតាមម៉ូតូបានធ្វើដំណើរមកពីភូមិស្រុកឆ្ងាយចូលមកដល់ភូមិនេះថ្ងៃបាក់រសៀលទៅហើយបរិសជនជាតិឥណ្ឌានេះដូចជាគ្មានម៉ូតូបណ្ដើរងាករកកន្លែងសម្រាកបណ្ដើរក៏បានប្រទះជាមួយនឹងដើមអំពិលទឹកបារាំងនៅក្បែរមាត់ផ្លូវដែលមានម្លប់ត្រឈឹងត្រឈៃមិនបងអង្គយូរគាត់ក៏បានឈប់ម៉ូតូនៅក្បែរដើមអំពិលទឹកនោះខ្យល់បក់រំភើយមកប៉ះនឹងខ្លួនប្រាណពូឥណ្ឌាធ្វើឲ្យពូឥណ្ឌាស្ងាប់រួចក៏ពោលឡើងថាហើយថ្ងៃនេះជាថ្ងៃអីទៅវៃបានជាលក់មិនដាច់សោះអញ្ចឹងវៃលក់ពីព្រឹកទល់ថ្ងៃត្រង់ទៅហើយគ្មានបានសូម្បីតែមួយកាក់មួយសេនគិតរកសម្រាប់នៅក្រោមដើមអំពិលទឹកនេះសិនហើយវៃរៀងអស់កម្លាំងណាស់ដែរខំអំពាវនាវណាស់ដែរតែគ្មានបងប្អូនណាជួយទិញសោះឲ្យតែម៉ាក់នឹងខ្ញុំប្រកាសជាដាច់បាយហើយភ្លាមនោះគាត់ក្រឡេកឃើញបច្ឆាដែលនៅក្បែរនោះដែលគាត់មិនដឹងថាបច្ឆានោះជាអ្វីគាត់ក៏និយាយថាស្រុកខ្មែរមានផ្ទះបែបនេះដែរវៃមិនដែលឃើញតតែសោះហើយរកបន្ត្រេតខ្លួនឲ្យស្រួលសរសៃសសូងបន្តិចសិនវៃថាហើយគាត់ក៏បន្ត្រេតខ្លួនមិនយូរប៉ុន្មានគាត់ក៏លងលក់បាត់ទៅពេលល្ងាចខ្យល់បក់កាន់តែត្រជាក់ចំណែកឯផ្ទៃមេឃប្រែទៅជាខ្សោយពន្លឺមិនសូវក្តៅប៉ុន្មាននោះទេពូឥណ្ឌាកំពុងតែលងលក់ស្រួលខ្លួនផងក៏មានសំឡេងមនុស្សស្រីសួរមកថាពូពូក្រោកឡើងមើលមិនដឹងជាដេកអីដេកយ៉ាងនេះទេអ្នកលក់នេះដាស់មិនភ្ញាក់សោះពូឥណ្ឌាបើកភ្នែកទាំងមមីមមើមមើលឃើញនារីស្លៀកពាក់សខុសប្លែកពីមនុស្សធម្មតារួចក៏សួរឡើងថារកអីនាងមកជួយទិញមុងភួយពូ2 3ទុកចងដេកអោបប្តីទៅនាងចាស់ពូរកទិញមុងមួយហើយមុងមួយប៉ុន្មានពូមុងមួយ20000នាងអញ្ចឹងខ្ញុំទិញមួយពូយកទៅចងដេកនៅលើចុងឈើខ្លាចបុកខំកើតគ្រុនជាងណាពូនាងថាយកទៅចងនៅឯណាអំបញ្ញមិញខ្ញុំថាយកទៅចងនៅលើចុងឈើណាពូរួចផ្ទះនាងនៅលើចុងឈើមែនបានយកទៅចងនៅលើចុងឈើអញ្ចឹងពូឥណ្ឌាគាត់ស្មានតែនាងនិយាយលេងគាត់ក៏និយាយលេងទៅកាន់នាងវិញនាងខ្មោចបានទិញមុងរួចរាល់ហើយពូឥណ្ឌាក៏រៀបចំអីវ៉ាន់គាត់ដាក់លើម៉ូតូបំរុងនឹងចេញទៅហើយពេលនោះក៏ស្រាប់តែឮសំឡេងមួយចេញពីក្រោយគាត់មកថាពូអើយពូទិញមុងមិញផ្លិចទិញកន្ទេលពូជួយលក់ភួយឲ្យមួយទៀតមកពូឥណ្ឌាក្រឡេកមើលទៅក្រោយឃើញនាងខ្មោចកំពុងតែអង្គុយយល់កូននៅក្នុងអង្រឹងសក់សំពងភ្នែកលៀនធំញញឹមស្ញែងចេញថ្មិញសស្ញាចពូឥណ្ឌានេះឃើញហើយគាត់មិនបងអង្គយូរដោយទុកម៉ូតូនឹងមុងភួយចោលនៅក្រោមដើមអំពិលរហូតដល់ថ្ងៃរះ
ទើបគាត់ឲ្យអ្នកភូមិជូនមកពី3នាក់មកយកម៉ូតូនិងអីវ៉ាន់គាត់វិញចាប់តាំងពីពេលនោះមកពូឥណ្ឌាក៏លែងហ៊ានចូលមកលក់នៅក្នុងភូមិនេះរហូតបន្ទាប់ពីទីបច្ឆានេះចេះតែមានខ្មោចលងរហូតអ្នកភូមិក៏បោះបង់ទីនេះចោលតែម្ដងរហូតដល់វិញ្ញាណខ្មោចទាំងនោះអស់កម្មពៀវេរារលាយសាបសូន្យពីទីនោះអស់ទៅអស់លោកអ្នកទស្សនាសាច់រឿងទួលបច្ឆានេះក៏បានឈានមកដល់ទីបញ្ចប់ដោយបរិបូរណ៍ត្រឹមតែប៉ុណ្នេះសូមអរគុណយ៉ាងជ្រាលជ្រៅក្រៃលែងដល់ប្រិយមិត្តទាំងអស់គ្នាដែលនិយមតាមដាន Channel វិនតៃសុនមករហូតសូមជួយចុចពាក្យថា Subscribe រួចដាក់សញ្ញាកណ្ដឹងជាការស្រេចសូមអរគុណនិងសូមគោរពលា